សួស្តីអ្នកទាំងអស់គ្នាអញ្ចឹងថ្ងៃនេះគឺយើងរៀនពីមុខវិជ្ជាភូមិវិទ្យាទេសចរណ៍បាទអញ្ចឹងនៅក្នុងមេរៀនទី1យើងនិយាយពីសេចក្តីផ្ដើមភូមិវិទ្យាទេសចរណ៍អញ្ចឹងនៅក្នុងភូមិវិទ្យាទេសចរណ៍ហ្នឹងយើងមានចំណុចសំខាន់មួយចំនួននេះគោលបំណងនៃការសិក្សាគឺកំណត់អំពីលក្ខណៈរបស់ភូមិវិទ្យានិងតួនាទីរបស់ភូមិវិទ្យានៅក្នុងការធ្វើដំណើរក្នុងវិស័យទេសចរណ៍ពិនិត្យអំពីភូមិវិទ្យាពិភពលោកនិងបញ្ញត្តិភូមិវិទ្យានិងចំណុចទី3ផងដែរក៏បង្ហាញអំពីការកំណត់ពីលក្ខណៈនិងការតាក់ទាញរបស់ភូមិវិទ្យានិងធរណីវិទ្យាអញ្ចឹងសម្រាប់មាតិកានៃមេរៀនហ្នឹងយើងមាន4ចំណុចទី1និយាយពីសេចក្តីផ្ដើមទី2ភូមិវិទ្យាក្នុងការធ្វើដំណើរទី3តួនាទីរបស់ភូមិវិទ្យាក្នុងការធ្វើដំណើរក្នុងវិស័យទេសចរណ៍និងទី4ភូមិវិទ្យាពិភពលោកនិងបញ្ញត្តិភូមិវិទ្យាអញ្ចឹងតើស្អីទៅភូមិវិទ្យាអញ្ចឹងដូចអ្នកទាំងអស់គ្នាបានដឹងកន្លងមកហើយថាភូមិវិទ្យាគឺជាការសិក្សាអំពីលក្ខណៈរបស់ផែនដីអញ្ចឹងលក្ខណៈរបស់ផែនដីរួមមានអីលំហភូមិសាស្ត្រដែលយើងមើលឃើញអំពី space ហ្នឹងគេហៅថាលំហភូមិសាស្ត្រដែលយើងអាចមើលឃើញជាទូទៅហើយក៏សិក្សាផងដែរអំពីអន្តរកម្មរបស់វាអន្តរកម្មរវាងលំហភូមិសាស្ត្រអំពីផ្ទៃផែនដីនិងសកម្មភាពផ្សេងទៀតដែលមាននៅលើផ្ទៃផែនដីជាពិសេសពាក់ព័ន្ធជាមួយនឹងការវិវត្តនៃទេសភាពសន្តាននៅលើផែនដីនិងបរិស្ថានសម្រាប់ជីវិតនៅលើផែនដីអញ្ចឹងដូចយើងឃើញនៅក្នុងរូបភាពនេះអញ្ចឹងយើងឃើញមានតំបន់ទឹកធ្លាក់ជាដើមថាតើទឹកធ្លាក់នេះវាមានអន្តរកម្មយ៉ាងម៉េចជាមួយនឹងមាតុដ្ឋានរបស់ភូមិវិទ្យាតាមលំហភូមិសាស្ត្រហើយនឹងផ្នែកធរណីវិទ្យាផងដែរហើយដូចក្នុងរូបភាពខាងក្រោមនេះក៏បង្ហាញអំពីលក្ខណៈនៃភូមិវិទ្យាផងដែរដោយទេសភាពសន្តានការប្រែប្រួលជាពិសេសពាក់ព័ន្ធអាកាសធាតុដូចជារបបខ្យល់បក់ទូកភ្លើងភូមិទីក្រុងភូមិជាពិភពលោកទេសភាពសន្តានទេសភាពនៃទីក្រុងជនបទហើយនឹងវាលំហខ្សាច់ជាដើមដែលយើងបង្ហាញអំពីការសិក្សាលក្ខណៈនៃទីផែនដីរបស់ភូមិវិទ្យានឹងឯងបើយើងក៏លេខមើលទៅលើមេឃធាងរបស់ភូមិវិទ្យាគឺយើងបែងចែកជា3សំខាន់ទី1យើងហៅថាភូមិវិទ្យាមនុស្សភូមិវិទ្យាមនុស្សអញ្ចឹងបើយើងមើលភូមិវិទ្យាមនុស្សនេះយើងឃើញថាវាមានតំណែងតំណងជាមួយនឹងបាតុភូតរូបនានាដែលយើងហៅថាភូមិវិទ្យារូបនេះទី2អញ្ចឹងបើយើងមើលភូមិវិទ្យាមនុស្សវាមានតំណែងតំណងគ្នាជាមួយនឹងភូមិវិទ្យាមនុស្សហើយនៅក្នុងភូមិវិទ្យារូបនេះវាមានផ្នែកផ្សេងជាច្រើនទៀតខ្ញុំនឹងបង្ហាញនៅផ្នែកក្រោយក៏ដូចគ្នាសម្រាប់ភូមិវិទ្យាមនុស្សដែរអញ្ចឹងភូមិវិទ្យាមនុស្សក៏មានផ្នែកផ្សេងនៅក្នុងនោះហើយមួយទៀតសោតរវាងភូមិវិទ្យាមនុស្សនិងភូមិវិទ្យារូបគេហៅថាបច្ចេកវិទ្យាភូមិវិទ្យាអញ្ចឹងបច្ចេកវិទ្យាភូមិវិទ្យាគឺចង់ផ្ដោតទៅលើបច្ចេកទេសក្នុងការធ្វើការសិក្សាអំពីទំនាក់ទំនងរវាងភូមិវិទ្យាមនុស្សនិងភូមិវិទ្យារូបថាតើវាមានទំនាក់ទំនងបែបណាដូចជាវិទ្យាសាស្ត្រស្រាវជ្រាវដូចជាបច្ចេកវិទ្យាប្រព័ន្ធព័ត៌មានភូមិសាស្ត្រនិងការយកព័ត៌មានពីចម្ងាយដែលជាហៅថា geographic techniques បច្ចេកវិទ្យាឬក៏បច្ចេកទេសភូមិវិទ្យានឹងឯងភូមិវិទ្យារូបយើងឃើញថាមានភូមិសន្តានវិទ្យាអញ្ចឹងស្អីទៅជាភូមិសន្តានវិទ្យាដូចអ្នកទាំងអស់គ្នាធ្លាប់រៀនកន្លងមកហើយភូមិសន្តានវិទ្យាគឺជាការសិក្សាអំពីសន្តានដីនិងរបៀបនៃការវិវត្តរបស់វាវិវត្តរបស់សន្តានដីហ្នឹងអញ្ចឹងអានេះយើងនិយាយខ្លីគឺប៉ុណ្ណឹងហើយយើងមើលលើការវិវត្តសន្តានដីរបៀបម៉េចយើងឃើញនៅក្នុងរូបភាពនេះអញ្ចឹងថាតើសន្តានដីរបៀបហ្នឹងវាវិវត្តមកពីណាវាវិវត្តមកពីដំណើរការដែលធ្វើឲ្យវាទទួលរងល្បិចសំណឹកអញ្ចឹងយើងឃើញមានសន្តានដីប្លែកឬក៏សន្តានដីនេះឬក៏ជ្រោះជាដើមដោយសារតែការវិវត្តនៃស្នាមភ្លោះតូចទៅជាមធ្យមឬក៏ទៅបង្កើតជាជ្រោះបង្កើតជាអូរបង្កើតជាទន្លេជាដើមហើយចំណុចទាំងអស់ហ្នឹងយើងឃើញថាវាមានសារៈសំខាន់ដែលមានឥទ្ធិពលទៅដល់អីគេទៅដល់ភូមិទេសចរទៅដល់ទេសចរដែលតាក់ទាញអ្នកទេសចរទៅទស្សនាទេសភាពសន្តានទាំងហ្នឹងដែលបានមកពីការវិវត្តនៅក្នុងផ្នែកភ
ភូមិសន្តានវិទ្យាជីវភូមិវិទ្យាអញ្ចឹងបើយើងមើលជីវភូមិវិទ្យាគេចង់ផ្ដោតទៅលើអីការសិក្សាពីដីនិងរបាយសត្វនិងរុក្ខជាតិថាតើយើងមើលដីវាផ្ដល់ជាជំរកទៅដល់ពពួកសត្វនានាតាមរយៈការលូតលាស់របស់រុក្ខជាតិអញ្ចឹងយើងមើលថាតើរបាយរបស់វាខុសគ្នារបៀបម៉េចរវាងពីទីតាំងមួយទៅទីតាំងមួយនៅលើផែនដីទាំងមូលហ្នឹងឯងជាឧទាហរណ៍យើងឃើញថាពពួកខ្លាឃ្មុំទឹកកកវាមានតែវិវត្តនៅតំបន់អាកាសធាតុត្រជាក់តែប៉ុណ្ណោះដូចប៉ូលជាដើមណាហើយចំណែកប្រភេទសត្វផ្សេងៗទៀតវាមានការវិវត្តទៅតាមភូមិសាស្ត្រដែលកំណត់នៅលក្ខខណ្ឌរស់របស់ពពួកទាំងហ្នឹងទាំងសត្វទាំងរុក្ខជាតិខ្ញុំលើកឧទាហរណ៍មួយទៀតដូចជារុក្ខជាតិចឹងយើងឃើញថាពពួកស្លឹកធំណាពពួកស្លឹករុក្ខជាតិស្លឹកធំវាមានវិវត្តតែនៅតំបន់អាកាសធាតុត្រូពិកទេតែយើងមិនអាចរកវាឃើញនៅតំបន់អាកាសធាតុត្រជាក់បង្គូនិងត្រជាក់ទេហេតុអីដោយសារតែវាត្រូវការដំណើរការរស្មីសំយោគជាពិសេសគឺធម្មពលគ្រប់គ្រាន់ក្នុងការធ្វើឲ្យមានរស្មីសំយោគដើម្បីបង្កើតជាធម្មពលក្នុងការរស់ដែលហៅថាក្លូកូសតាមដំណើរការរស្មីសំយោគហ្នឹងឯងអញ្ចឹងហើយពពួករុក្ខជាតិស្លឹកធំយើងឃើញមានតែវិវត្តទៅនៅតំបន់អាកាសធាតុក្តៅតែប៉ុណ្ណោះឬអាកាសធាតុត្រូពិកចំណែកឯអាកាសធាតុវិទ្យាគឺជាការសិក្សាអំពីអាកាសធាតុនិងធាតុអាកាសអញ្ចឹងយើងមើលទៅលើធាតុអាកាសយើងក្រឡេកមើលទៅលើប៉ារ៉ាម៉ែត្រឬក៏អថេររបស់ធាតុអាកាសហ្នឹងរួមមានទាំងអីខ្យល់បក់រួមមានទាំងទឹកភ្លៀងសីតុណ្ហភាពសំណើមសំណើមអាកាសជាដើមអញ្ចឹងបើយើងក្រឡេកមើលទៅលើអាកាសធាតុយើងឃើញថាមានលក្ខខណ្ឌខុសគ្នាបើយើងបែងចែកទៅតាមយោមយើងឃើញថាអាកាសធាតុត្រូពិកនេះតំបន់អាកាសធាតុត្រូពិកតំបន់អាកាសធាតុត្រជាក់បង្គួរនិងតំបន់អាកាសធាតុត្រជាក់អញ្ចឹងយើងឃើញនៅអត្តគោលខាងជើងរបៀបហ្នឹងអត្តគោលខាងត្បូងក៏របៀបហ្នឹងដូចគ្នាអញ្ចឹងយើងឃើញត្រូពិកត្រជាក់បង្គួរនិងតំបន់អាកាសធាតុត្រជាក់ដោយផ្អែកទៅលើការបែងចែកនៃយោមហ្នឹងណាហើយយើងឃើញថាអាកាសធាតុបែបហ្នឹងហើយដែលមានឥទ្ធិពលទៅដល់អីការវិវត្តនៃទេសភាពសន្តានដែលនាំឲ្យមានការប្រែប្រួលនៃទេសភាពសន្តានខុសៗគ្នាដែលបង្កើតបានជាសន្តានដីខុសៗគ្នាដែលតាក់ទាញទៅលើវិស័យទេសចរណ៍ដែលយើងហៅថាជាទេសចរណ៍ធម្មជាតិនឹងឯងដីក៏ជាផ្នែកមួយនៃផ្នែកភូមិជីវរូបដែរអញ្ចឹងស្អីទៅដីដែលយើងហៅដីវិទ្យានេះការសិក្សាអំពីកំណត់ដីនិងលក្ខណៈរូបគីមីនិងជីវៈរបស់ដីអញ្ចឹងមានន័យថាម៉េចមានថាដីនេះវាកកើតអំពីដំណើរការពុកផុយរបស់សិលារបស់រ៉ែដែលវិវត្តទៅជាដីរួមជាមួយនឹងសមាសធាតុផ្សេងទៀតដូចជារុក្ខជាតិនិងវិវត្តទៅជាដីក្រោមដំណើរការរូបដំណើរការគីមីនិងដំណើរការជីវៈថាតើដីវាមានទំនាក់ទំនងបែបម៉េចទៅនឹងវិស័យទេសចរណ៍វាផ្គត់ផ្គង់អាហារសម្រាប់ទេសចរណ៍ជាការចាំបាច់មួយវិញទៀតមនុស្សអាចច្នៃតាមរយៈការដាំប្រភេទដំណាំរុក្ខជាតិផ្សេងៗដើម្បីតាក់ទាញភ្ញៀវទេសចរដែលជាឧទាហរណ៍ថាដូចជាដាំពោតធ្វើជាលក្ខណៈពោត buffet ចឹងអាចឲ្យភ្ញៀវទេសចរឬក៏អ្នកទេសចរនឹងចូលទៅបរិភោគទស្សនានៅចំការទាំងនោះបានអញ្ចឹងយើងមើលដីក៏ជាផ្នែកមួយសំខាន់ក្នុងការតាក់ទាញទេសចរដែរចំណែកឯភូមិជីវមនុស្សវិញអញ្ចឹងបើយើងមើលភូមិជីវមនុស្សវាមានមួយចំនួនអញ្ចឹងនៅក្នុងនេះគឺខ្ញុំលើកឡើងមួយចំនួនតែប៉ុណ្ណោះអត់លើកឡើងទាំងអស់ទេភូមិជីវវត្តសាស្ត្រស្អីទៅភូមិជីវវត្តសាស្ត្រយើងចង់ផ្ដោតទៅលើការសិក្សាអំពីការប្រែប្រួលភូមិសាស្ត្រនៃតំបន់មួយតាមពេលវេលាជាឧទាហរណ៍យើងឃើញតាក់ទងជាមួយនឹងការតាំងទីរបស់មនុស្សឧទាហរណ៍នៅសម័យអង្គរអញ្ចឹងអង្គរមនុស្សតាំងទីអញ្ចឹងនៅពេលដែលមនុស្សតាំងទីថាហេតុអីបានជាមនុស្សទៅតាំងទីនៅតំបន់អង្គរអញ្ចឹងវាឆ្លុះបញ្ចាំងជាលក្ខណៈប្រវត្តិសាស្ត្រនៃការវិវត្តរបស់មនុស្សពីទីតាំងដ៏សមស្រប
ក្នុងការតាំងទីក្នុងការអភិវឌ្ឍជាទីក្រុងការអភិវឌ្ឍជារាជធានីសម្រាប់សម័យកាលមួយហើយក៏តាក់ទងបង្ហាញអំពីដំណើរការនៃការផ្លាស់ទីរបស់មនុស្សផងដែរដោយរូបភាពផ្សេងទៀតនេះក៏បង្ហាញពីទីក្រុងបង្ហាញពីលក្ខណៈនៃសកម្មភាពរបស់មនុស្សតាមសាសនាតាមប្រពៃណីទំនៀមទម្លាប់ចឹងទៅតាមលក្ខណៈប្រវត្តិសាស្ត្រហើយនេះក៏បង្ហាញពីការផ្លាស់ទីការប្រែប្រួលរបស់មនុស្សតាមលក្ខណៈភូមិសាស្ត្រប្រវត្តិសាស្ត្រភូមិជាសេដ្ឋកិច្ចបង្ហាញពីការសិក្សារបាយភូមិសាស្ត្រនៃសកម្មភាពសេដ្ឋកិច្ចចឹងរបាយភូមិសាស្ត្រនៃសកម្មភាពសេដ្ឋកិច្ចដែលយើងហៅថាសកម្មភាពសេដ្ឋកិច្ចទៅតាមទីតាំងភូមិសាស្ត្រទៅតាមតំបន់ភូមិសាស្ត្រឧទាហរណ៍បើយើងក៏លេចមើលប្រទេសកំពុងអភិវឌ្ឍយើងចឹងតើសកម្មភាពសេដ្ឋកិច្ចសំខាន់ពីស្អីកសិកម្មជាសកម្មភាពសំខាន់នៅក្នុងប្រទេសកំពុងអភិវឌ្ឍដែលខឿនសេដ្ឋកិច្ចគឺជាកសិកម្មហើយក្រៅពីសេដ្ឋកិច្ចក៏មានផងដែរគឺវិស័យទេសចរណ៍អញ្ចឹងវិស័យទេសចរណ៍ក៏ជាវិស័យមួយសំខាន់ដែរនៅក្នុងនោះប៉ុន្តែអ្វីដែលយើងចង់សំខាន់គឺតកតងនឹងភូមិសាស្ត្រសេដ្ឋកិច្ចអញ្ចឹងបើភូមិសាស្ត្រសេដ្ឋកិច្ចយើងចង់ផ្ដោតទៅលើសកម្មភាពនៅក្នុងប្រទេសមួយនៅសម្រាប់នៃការអនុវត្តសេដ្ឋកិច្ចរបស់ខ្លួនថាតើស្អីជាខឿនសេដ្ឋកិច្ចឬក៏ជាសកម្មភាពសេដ្ឋកិច្ចចម្បងក្នុងការជំរុញទៅដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិហ្នឹងឯងមួយទៀតភូមិជាទីក្រុងអញ្ចឹងបើយើងមើលភូមិជាទីក្រុងយើងចង់ផ្ដោតទៅលើការសិក្សាអំពីរបាយអំពីលក្ខណៈភូមិសាស្ត្រនៃទីក្រុងរបាយគេចង់ផ្ដោតទៅលើអីរបាយទីក្រុងថាតើទីក្រុងហ្នឹងវាមានលក្ខណៈរបៀបម៉េចមានការតាំងទីរបៀបម៉េចទីហោយើងមើលការទីតាំងទីកន្លែងនេះវាមានសំណង់អគារណែនតាន់តាប់មានអគារតូចតូចទៀបទៀបក៏ប៉ុន្តែបើយើងមើលទីតាំងនេះគឺបង្ហាញពីអគារខ្ពស់ខ្ពស់ច្រើនហើយមិនសូវជាណែនតាន់តាប់ទេបង្ហាញពីរបាយបង្ហាញពីលក្ខណៈហើយបើយើងក៏លេចមើលទីក្រុងមួយនេះយើងឃើញថាគិតទៅលើរឿងផ្នែកអីគេទៅលើផ្នែកទីក្រុងបៃតងនេះឃើញរុក្ខជាតិវាមានផាកមានឧទ្យាននៅក្នុងទីក្រុងហើយយើងឃើញមានអគារខ្ពស់ខ្ពស់របាយមួយចំនួននៅតាមតំបន់ផ្សេងៗគ្នាតែយើងផ្ដោតអំពីលក្ខណៈនៃទីក្រុងការរៀបចំនៃទីក្រុងរចនាសម្ព័ន្ធនៃទីក្រុងទម្រង់របស់ទីក្រុងដែលមានឥទ្ធិពលទៅដល់វិស័យទេសចរណ៍ភូមិជានយោបាយយើងចង់ផ្ដោតទៅលើការសិក្សាអំពីប្រព័ន្ធនយោបាយថាតើនៅក្នុងប្រទេសហ្នឹងគឺគ្រប់គ្រងប្រទេសតាមប្រព័ន្ធនយោបាយបែបណាជាទីហោតាមបែបប្រជាធិបតេយ្យណាតាមបែបប្រជាធិបតេយ្យតាមបែបកុម្មុយនីសឬបែបណាហើយនឹងការបែងចែកនឹងក្រុមដែលមាននៅក្នុងប្រទេសមួយដែលយើងសិក្សាអំពីភូមិសាស្ត្រនយោបាយតាមលក្ខណៈប្រព័ន្ធនយោបាយឧទាហរណ៍ដូចស្រុកយើងអញ្ចឹងយើងកាន់របបនយោបាយបែបប្រជាធិបតេយ្យពហុបកណាពហុបកសភានិយមអញ្ចឹងសភានិយមមានថាយើងបោះឆ្នោតសភាមិនមែនបែបប្រធានបតីនិយមទេអញ្ចឹងប្រធានបតីនិយមឬក៏នាយករដ្ឋមន្ត្រីនិយមមានដូចជានៅប្រទេសអាមេរិកគឺជាបែបប្រធានាធិបតីបាទអញ្ចឹងយើងឃើញលក្ខណៈនេះប្រព័ន្ធនយោបាយក៏ប៉ុន្តែអ្វីដែលយើងផ្ដោតទៅលើភូមិសាស្ត្រនយោបាយភូមិជានយោបាយយើងសិក្សាអំពីបែបនយោបាយដោយផ្ដោតទៅលើទីតាំងភូមិសាស្ត្រថាតើទីតាំងភូមិសាស្ត្រនេះវាមានសារៈប្រយោជន៍វាមានអត្ថប្រយោជន៍ឬក៏មានឥទ្ធិពលបែបណាទៅលើភូមិសាស្ត្រនយោបាយតាមរយៈការសិក្សាហ្នឹងចំណុចមួយទៀតផងដែរដែលយើងហៅថាបច្ចេកវិទ្យាភូមិជាអញ្ចឹងបើយើងទៅលេខមើលបច្ចេកវិទ្យាភូមិជានេះខ្ញុំលើកឡើង3ចំណុចសំខាន់តាក់ទងជាមួយនឹងប្រព័ន្ធព័ត៌មានភូមិសាស្ត្រអញ្ចឹងប្រព័ន្ធព័ត៌មានភូមិសាស្ត្រនេះដើរតួនាទីចម្បងក្នុងការរៀបចំនិងស្តុកគ្រប់គ្រងវិភាគរៀបចំនិងបង្ហាញអំពីទិន្នន័យភូមិសាស្ត្រអញ្ចឹងទិន្នន័យភូមិសាស្ត្រវាម៉េចមានន័យថាទិន្នន័យជាប្រព័ន្ធ coordinate ដែលយើងប្រមូលបានតាមរយៈឧបករណ៍ដូចម៉ាស៊ីន GPS ចឹងឬក៏យើងហៅថាម៉ាស៊ីនកំណត់ទីតាំងសកលដែលយើងបាន coordinate
x ប្រមាណ y ប្រមាណបន្ទាប់មកយើងយកមកបញ្ចូលតាមរយៈ Excel យើងបង្កើតវាទៅជាទិន្នន័យគេហៅថាជា vector data ហើយយើងអាចគ្រប់គ្រងយើងអាចធ្វើការបង្កើតជាផែនទីបានដែលឆ្លុះបញ្ចាំងអំពីទីតាំងមួយពីតំបន់មួយតាមរយៈគោលបំណងដែលយើងចង់បង្ហាញចំណែកឯការយកព័ត៌មានពីចម្ងាយក៏ជាឧបករណ៍មួយដែរក្នុងការរុករកការតាមដានលក្ខណៈរូបនៃតំបន់មួយនេះលក្ខណៈរូបសាស្ត្រដែលយើងមើលឃើញឧទាហរណ៍ដូចជាគម្របព្រៃឧទាហរណ៍ដូចជាតំបន់ភ្នំដូចជាតំបន់ទំនាបដូចជាទឹកជំនន់ជាដើមដែលកើតឡើងវាប្រែប្រួលមិនអញ្ចឹងត្រូវបានកត់ត្រានៅក្នុងប្រព័ន្ធទិន្នន័យពីចម្ងាយហើយទូទៅគឺយើងប្រើប្រាស់ណាដូចជាការរណបក្នុងការកត់ត្រាទុកនៅទិន្នន័យដែលប្រែប្រួលលើផ្ទៃផែនដីឬក៏យើងប្រើប្រាស់យន្តហោះគ្មានមនុស្សបើកហៅថា drone ឬយន្តហោះផ្សេងទៀតដែលគេអាចថតយករូបថតពីលើអាកាសដើម្បីមកវិភាគក្នុងការសិក្សាអំពីការប្រែប្រួលភូមិសាស្ត្រដែលរួមចំណែកផងដែរទៅលើវិស័យទេសចរណ៍ចំណែកឯផែនទីវិទ្យាក៏ជាវិធីមួយទៀតក្នុងការអនុវត្តជាពិសេសក្នុងការបង្កើតផែនទីដែលអាចជាកត្តាសំខាន់ផងដែរក្នុងការបង្ហាញថាតើវិស័យទេសចរឬក៏តំបន់ទេសចរបែបវប្បធម៌ទេសចរបែបធម្មជាតិទេសចរបែបប្រវត្តិសាស្ត្រមាននៅទីតាំងណាខ្លះដែលយើងអាចបង្ហាញនៅលើផែនទីហ្នឹងឯងទី2យើងមើលថាតើអ្វីជាភូមិជានៅក្នុងការធ្វើដំណើរអញ្ចឹងបើយើងក៏លេចមើលទៅលើភូមិជាក្នុងការធ្វើដំណើរគឺយើងចង់ផ្ដោតទៅលើការសិក្សាអំពីរបាយពីគំរូនិងការអវត្តភូមិសាស្ត្រសម្រាប់វិស័យទេសចរនៅលើពិភពលោកអញ្ចឹងរបាយយ៉ាងម៉េចរបាយថាតើទីតាំងណាខ្លះដែលជាទីតាំងនេះសម្រាប់ការតាក់ទាញទៅដល់អ្នកទេសចរបើទោះបីជាទីតាំងជាលក្ខណៈបែបប្រវត្តិសាស្ត្រទីតាំងបែបលក្ខណៈវប្បធម៌ឬក៏បែបធម្មជាតិដែលជាគំរូក្នុងការអភិវឌ្ឍសម្រាប់វិស័យទេសចរនៅលើពិភពលោកបើយើងក៏លេខមើលសម្រាប់កម្ពុជាយើងឧទាហរណ៍តំបន់អង្គរជាបែបគំរូទេសចរបែបវប្បធម៌ភ្នំពេញដោយសារមន្ទីរទួលស្លែងជាគំរូទេសចរបែបប្រវត្តិសាស្ត្រតំបន់ទេសភាពផ្សេងទៀតរួមមានទឹកជ្រោះមានទាំងតំបន់ភ្នំការរៀបចំសហគមន៍ផ្សេងការនេសាទព្រៃកោងកាងព្រៃឈើសុទ្ធតែជាបែបទេសចរធម្មជាតិដែលជាចំណុចជួយទាក់ទាញទេសចរក្នុងការទៅទស្សនាអញ្ចឹងថាតើទេសចរមកពីណាទេសចរមកពីណាបង្កើតតំបន់ទេសចរមកពីណាគេចង់ផ្ដោតសំខាន់ទៅលើការបង្កើតតំបន់ទេសចរទេសចរមកពីណាមកពីតំបន់នានាឧបមាថាដូចស្រុកយើងចឹងមកពីប្រទេសផ្សេងឧទាហរណ៍ដូចមកពីចិនឧទាហរណ៍មកពីវៀតណាមមកពីបណ្ដាប្រទេសអឺរ៉ុបអាមេរិកជាដើមកូរ៉េជាដើមជប៉ុនជាដើមចង់ឃើញថាតើទេសចរវប្បធម៌ប្រទេសកម្ពុជាវាម៉េចឧទាហរណ៍ដូចតំបន់អង្គរចឹងគេចង់ឃើញថាតើអង្គរវាមានលក្ខណៈបែបណាភាពស្រស់ស្អាតប៉ុណ្ណាដែលអាចជាកត្តាតាក់ទាញឲ្យពួកគេមកហើយគោលដៅណាខ្លះដែលគេត្រូវទៅឬក៏ពួកគេត្រូវទៅកន្លែងណាខ្លះអញ្ចឹងបើសិនយើងមើលប្រទេសយើងអង្គរនេះជាតំបន់ដែលចំណុចដែលគេចង់មកទស្សនាជាងគេក្រៅពីតំបន់ឆ្នេរហើយនិងទីក្រុងជាដើមអញ្ចឹងយើងមើលទៅលើថាតើពួកគាត់មកពីណាពួកគាត់គឺខ្ញុំចង់សម្ដៅលើអ្នកទេសចរអត់ណតនគិតគឺសម្ដៅលើមនុស្សកាលណាមានណតនគិតគឺសម្ដៅលើវិស័យទេសចរមួយទៀតតើធនធានធម្មជាតិនិងធនធានកែច្នៃអ្វីខ្លះដែលតាក់ទាញទេសចរនេះដូចខ្ញុំបញ្ជាក់ខាងដើមធនធានធម្មជាតិអីខ្លះឧទាហរណ៍ស្រុកខ្មែរយើងថាមានកោះដែលមានឆ្នេរស្រស់ស្អាតដែលជាប្រភេទធនធានមួយប្រភេទដែលអាចតាក់ទាញទេសចរទៅដំណើរកម្សាន្តទៅលេងកីឡាឬក៏ទៅហែលទឹក
ឬក៏អាចហែលទឹកទៅមើលផ្កាថ្មនៅតំបន់នានានៅតំបន់កោះទាំងហ្នឹងជនជាតិកែច្នៃដែលយើងកែច្នៃកន្លែងនេះទៅជាទេសចរឧទាហរណ៍ដូចវត្តអារាមធ្វើមានរចនាបថស្អាតជាកន្លែងកែច្នៃឃើញទេជាតំបន់កែច្នៃឬក៏កោះកែច្នៃវាឲ្យទៅជាតំបន់ដែលតាក់ទាញទេសចរកើតជាកន្លែងកំសាន្តនានាដែលមិនមែនបែបធម្មជាតិជាបែបកែច្នៃដូច Safari World ឬក៏ដូចហៅថា Safari នៅភ្នំកមុននៅកោះកុងឥឡូវនៅភ្នំពេញនេះនៅទីចំផាត់ទីនេះចំផាត់នេះអាហ្នឹងក៏ជាផ្នែកកែច្នៃមួយដែលសំខាន់ដែលអាចតាក់ទាញទេសចរឬក៏ដូចនៅសៀមរាបភូមិវប្បធម៌ហ្នឹងក៏ជាផ្នែកមួយកែច្នៃសម្រាប់តាក់ទាញទេសចរផងដែរតែធនធានទៅនៅកន្លែងណាខ្លះអញ្ចឹងនៅកន្លែងណាខ្លះយើងមើលទៅលើទីតាំងថាតើយើងបង្កើតឡើងនៅទីតាំងណាដើម្បីតាក់ទាញទេសចរតែគេអភិវឌ្ឍធនធានទៅនឹងយ៉ាងដូចម្ដេចដើម្បីតាក់ទាញអញ្ចឹងមានថាបង្កើតលក្ខណៈប្លែកនេះលក្ខណៈប្លែកលក្ខណៈបែបប្រពៃណីបែបទំនៀមទម្លាប់បែបមនុស្សនៅសម័យកាលមុនដែលអាចតាក់ទាញភ្ញៀវទេសចរបានជាពិសេសទេសចរបរទេសព្រោះទេសចរបរទេសគេចង់ដឹងសំខាន់ថាតើប្រជាជននឹងរបៀបម៉េចការរស់នៅណាការរស់នៅបែបវប្បធម៌បែបប្រពៃណីទំនៀមទម្លាប់របស់គេរបៀបម៉េចអញ្ចឹងវាអាចបង្កើននៅការតាក់ទាញកាន់តែច្រើនពីភ្ញៀវទេសចរក្នុងការទៅទស្សនាហើយទន្ទឹមនឹងក៏យើងអាចបង្កើនអំពីគេផលិតផលទេសចរផលិតផលទេសចរយើងចង់ផ្ដោតទៅលើវត្ថុអនុស្សាវរីយ៍ផ្សេងៗដែលអាចផ្ដល់ជាការទទួលទិញឬការជាវពីសំណាក់ភ្ញៀវទេសចរទុកជាអនុស្សាវរីយ៍នៅពេលដែលគេត្រឡប់ទៅប្រទេសគេវិញឧទាហរណ៍ដូចរូបប្រាសាទអង្គរវត្តប្រាសាទបាយ័នប្រាសាទនានាឬក៏នៅរចនាបថផ្សេងៗដែលជារចនាបថរបស់ប្រទេសមួយហ្នឹងដែលបង្ហាញអំពីតសញ្ញាណនៃប្រទេសមួយហ្នឹងចំណុចមួយទៀតថាតើទេសចរបង្កផលប៉ះពាល់អ្វីខ្លះដល់កន្លែងទេសចរហើយផលប៉ះពាល់ទាំងនោះត្រូវគ្រប់គ្រងយ៉ាងដូចម្តេចអញ្ចឹងយើងបង្ហាញថាម៉េចផលប៉ះពាល់វាមានលក្ខណៈទាំងពីរទាំងវិជ្ជមានទាំងអវិជ្ជមានវិជ្ជមានយ៉ាងម៉េចនៅពេលដែលមានទេសចរចូលមកទស្សនានៅក្នុងប្រទេសមួយវាផ្ដល់គុណសម្បត្តិផលប៉ះពាល់ជាវិជ្ជមាននេះគឺគុណសម្បត្តិសំខាន់ទៅលើអីចំណូលសម្រាប់ជាតិចំណូលសម្រាប់នេះប្រជាពលរដ្ឋដែលទទួលផលពីវិស័យទេសចរតាមរយៈការលក់វត្ថុអនុស្សាវរីយ៍តាមរយៈការផ្ដល់ឬការផ្គត់ផ្គង់អាហារសម្រាប់ភ្ញៀវទេសចរតាមរយៈការផ្គត់ផ្គង់កន្លែងស្នាក់នៅដូចជាសន្តាគារដូចជាផ្ទះសំណាក់ជាដើមសម្រាប់ភ្ញៀវទេសចរអាចនិយាយជារួមគឺជំរុញទៅដល់កំណើនសេដ្ឋកិច្ចជាតិជំរុញនៅកំណើនសេដ្ឋកិច្ចគ្រួសារបាទទៅដល់ប្រជាពលរដ្ឋនៅក្នុងប្រទេសមួយដែលមានភ្ញៀវទេសចរមកទស្សនាចំណែកឯផលអវិជ្ជមាននោះយើងឃើញថាភ្ញៀវទេសចរក៏វាផ្ដល់ផលទៅលើការបំពុលបរិស្ថានជាពិសេសគឺការប្រើប្រាស់ផលិតផលអាហារដែលយើងប្រើប្រាស់គឺវាបំពុលបរិស្ថានឬក៏ហៅថាសំណល់មួយចំនួនដែលជាឥទ្ធិពលទៅដល់បរិស្ថានទៅវិញអញ្ចឹងហើយបានគេសួរថាតើផលប៉ះពាល់នឹងគ្រប់គ្រងដូចម្ដេចអញ្ចឹងគ្រប់គ្រងត្រូវមានយន្តការក្នុងការគ្រប់គ្រងច្បាស់លាស់ជាពិសេសគឺផលប៉ះពាល់អវិជ្ជមានឧទាហរណ៍ដូចជាសំណល់យើងត្រូវមានកន្លែងដែលគ្រប់គ្រងសំណល់ត្រឹមត្រូវត្រូវចេះធ្វើការកែច្នៃសំណល់ប្រើប្រាស់នឹងឡើងវិញដើម្បីជំរុញក្នុងការកាត់បន្ថយនៃផលប៉ះពាល់ទៅលើវិស័យបរិស្ថានហើយទន្ទឹមនឹងក៏យើងឃើញថាក៏ប៉ះពាល់ដែរជួនកាលទេសចរខ្លះវាមិនល្អទាំងអស់ទេវាអាចប៉ះពាល់ទៅដល់អីទៅដល់ប្រពៃណីទំនៀមទម្លាប់ប្រទេសហ្នឹងដែរតំបន់ហ្នឹងដែរតាមរយៈរបៀបរបបរស់នៅរបស់ភ្ញៀវទេសចរដោយពួកអឺរ៉ុបចឹងយើងឃើញថាខ្លះគាត់មកគាត់ស្លៀកពាក់មិនសមរម្យណាស្លៀកពាក់មិនសមរម្យទៅយើងឃើញវាជាឥទ្ធិពលទៅដល់ប្រពៃណីវប្បធម៌នៃប្រទេសមួយនឹងផងដែរហ្នឹងជាផ្នែកមួយដែលយើងចង់បង្ហាញពីឥទ្ធិពលនៃវិស័យទេសចរជាអវិជ្ជមាន
វិជ្ជមានក៏មានចំណុចមួយចំនួនទៀតដែរដូចជាអីការជំរុញទៅដល់ក្រៅពីនេះគឺជំរុញទៅដល់ការសិក្សាវាផ្ដល់ទៅលើអីផ្ដល់ទៅឲ្យពលរដ្ឋមានចំណេះដឹងតាមរយៈការរៀនភាសាការចេះភាសាអំពីអ្នកទេសចរទាំងនោះបាទចំណុចមួយទៀតយើងនិយាយពីភូមិជាក្នុងការធ្វើដំណើរអញ្ចឹងវាមានស្អីខ្លះភូមិជាក្នុងការធ្វើដំណើរមានការលើកទឹកចិត្តទេសចរពីព្រោះកាលណាយើងនិយាយពីភូមិជាក្នុងការធ្វើដំណើរមានន័យថាម៉េចមានថាប្រសិននៅតំបន់មួយដែលគេចង់ទៅទស្សនាមានស្អីដែលជាពិសេសសម្រាប់គេទស្សនាអញ្ចឹងមានការលើកទឹកចិត្តឧទាហរណ៍ថាអ្នកឯងទៅលេងនៅប្រទេសកម្ពុជាអ្នកឯងនឹងឃើញប្រាសាទអង្គរវត្តដែលជាអច្ឆរិយៈមួយក្នុងចំណោមអច្ឆរិយៈផ្សេងទៀតនៅលើពិភពលោកស្អាតមានរចនាបថមានប្រវត្តិសាស្ត្រជាក់លាក់ប្រវត្តិសាស្ត្រដ៏អស្ចារ្យដែលអ្នកឯងបានអាចស្វែងយល់បានអញ្ចឹងជាការលើកទឹកចិត្តនិងជាការសម្រេចចិត្តក្នុងការលើកទឹកចិត្តនិងការសម្រេចចិត្តឲ្យធ្វើដំណើរមួយទៀតគឺការរៀបចំឧស្សាហកម្មទេសចរអញ្ចឹងឧស្សាហកម្មទេសចរវាមិនត្រឹមតែផ្ដល់កន្លែងគេទស្សនាតែប៉ុណ្ណោះទេរបៀបជាបដិសណ្ឋារកិច្ចអញ្ចឹងបដិសណ្ឋារកិច្ចមានថាគឺរៀបចំគ្រប់សពសម្រាប់ភ្ញៀវទេសចរឧទាហរណ៍ថារៀបចំថ្ងៃទី1គាត់ត្រូវទៅលេងនៅណាថ្ងៃទី2ទៅលេងនៅណាថ្ងៃទី3លេងនៅណាថ្ងៃទី4លេងនៅណាឧទាហរណ៍ប្រសិនបើភ្ញៀវទេសចរនឹងមកលេង 4-5 ថ្ងៃនៅក្នុងប្រទេសមួយចឹងអានឹងជាបែបបដិសណ្ឋារកិច្ចមានទាំងកន្លែងស្នាក់នៅមានទាំងអាហារគ្រប់គ្រាន់សម្រាប់ពួកគាត់ទៀតនេះអានឹងគឺរបៀបជាការរៀបចំឧស្សាហកម្មទេសចរទន្ទឹមនឹងពាក់ព័ន្ធទីតាំងនិងលក្ខណៈនៃតំបន់បង្កើតទេសចរថាតើទីតាំងនិងលក្ខណៈនៃតំបន់ដែលបង្កើតទេសចរនឹងនៅណានៅកន្លែងណាហើយទីតាំងសមស្របទេទីតាំងសុវត្ថិភាពទេទីតាំងនឹងមានសន្តិសុខទេសម្រាប់ទេសចរដែលជំរុញក្នុងការឲ្យភ្ញៀវទេសចរនឹងទៅទស្សនាទៅកំសាន្តទៅសម្រាកកាយជាដើមដើម្បីកាត់បន្ថយនៅបញ្ហា stress មួយចំនួនដែលកើតមានមួយទៀតទីតាំងនិងលក្ខណៈនៃតំបន់គោលដៅទេសចរអញ្ចឹងយើងមើលទីតាំងលក្ខណៈនៃតំបន់គោលដៅថាតើតំបន់គោលដៅនឹងនៅកន្លែងណាខ្លះឧទាហរណ៍ថាបើបែបទេសចរធម្មជាតិយើងបង្ហាញអំពីទីតាំងនិងលក្ខណៈជាក់លាក់ពិសេសនៃតំបន់ធម្មជាតិឧទាហរណ៍ស្ទឹងអតៃអញ្ចឹងបើយើងមើលស្ទឹងអតៃវាមានស្អីដែលពិសេសសម្រាប់ភ្ញៀវទេសចរជីទូកមើលព្រៃឈើជាដើមគឺមានទឹកធ្លាក់ប្រមាណជាន់មានប្រភេទផ្នែកផ្សេងទៀតដែលពិសេសសម្រាប់ភ្ញៀវទេសចរចំណែកចំណុចទី5យើងនិយាយពីគមនាគមន៍អញ្ចឹងគមនាគមន៍វាពាក់ព័ន្ធជាមួយនឹងជំរុញនៃការធ្វើដំណើរលុះត្រាតែមានផ្លូវទៅដល់មានមធ្យោបាយទៅដល់ឧបមាថាទៅលេងនៅជីផាតអញ្ចឹងជីផាតស្អីដែលអាច access ទៅបានស្អីដែលអាចធ្វើដំណើរទៅបានគមនាគមន៍មានផ្លូវហើយផ្លូវយ៉ាងម៉េចផ្លូវងាយស្រួលអត់ឬផ្លូវគ្រាន់តែមនុស្សដើរទេឬក៏ផ្លូវអាចមានឡានទៅដល់មានម៉ូតូទៅដល់ដែលជាមធ្យោបាយក្នុងការធ្វើដំណើរជំរុញឲ្យការធ្វើដំណើរទៅដល់ទីតាំងណាហេតុអ្វីបានជាចំណេះដឹងនិងការយល់ដឹងអំពីបញ្ញត្តិភូមិវិទ្យាក្នុងការធ្វើដំណើរមានសារៈសំខាន់ហេតុអីនិងមានសក្តានុពលសម្រាប់ឧស្សាហកម្មធ្វើដំណើរឧស្សាហកម្មធ្វើដំណើរតើហេតុអីបានជាភូមិវិទ្យាវាមានសារៈសំខាន់ពីព្រោះយើងដឹងហើយកាលណាទេសចរវាពាក់ព័ន្ធជាមួយនឹងទីតាំងថាតើទេសចរគាត់ត្រូវទៅណាហើយទីតាំងមានស្អីឧបមាថានៅប្រទេសកម្ពុជាតើមានស្អីខ្លះដែលសម្រាប់ភ្ញៀវទេសចរទៅទស្សនានៅពេលដែលគេមកលេងឬក៏ទស្សនានៅប្រទេសហ្នឹងឧទាហរណ៍ថាទីតាំងមានសៀមរាបអង្គរតើសៀមរាបអង្គរនៅកន្លែងណាចេញពីភ្នំពេញទៅរយៈពេលប្រហែលធ្វើដំណើរតាមមធ្យោបាយអីខ្លះហើយនៅសៀមរាបអង្គរមានស្អីខ្លះក្រៅពីទេសចរបែបវប្បធម៌មានទេសចរបែបប្រវត្តិសាស្ត្រទេមានទេសចរបែបធម្មជាតិដែរទេអញ្ចឹងហើយបានជា concept អញ្ចឹងហើយបានជាបញ្ញត្តិពីភូមិវិទ្យាវាសំខាន់ក្នុងការធ្វើដំណើរហើយវាមានសក្តានុពលសម្រាប់វិស័យ
ទេសចរឧស្សាហកម្មឬក៏ឧស្សាហកម្មទេសចរនៅក្នុងការធ្វើដំណើរជំរុញឲ្យមនុស្សដើរជំរុញឲ្យមនុស្សធ្វើដំណើរអញ្ចឹងបើយើងមើលថាហេតុអីបានជាភូមិជាវាមានតំណែងតំណងទៅនឹងទេសចរហេតុអីបានជាភូមិជាមានតែតំណងគឺតាមរយៈការយល់ដឹងជាមូលដ្ឋានអំពីភូមិជាអញ្ចឹងការយល់ដឹងជាមូលដ្ឋានអំពីភូមិជាវាអាចបង្កើនការយល់ដឹងអំពីឧស្សាហកម្មទេសចរនេះឧស្សាហកម្មទេសចរឧស្សាហកម្មទេសចរជាឧស្សាហកម្មទេសចរមានថាជាដំណើរការនៃការបម្រើផលប្រយោជន៍នៅសេដ្ឋកិច្ចជាតិសេដ្ឋកិច្ចគ្រួសារសេដ្ឋកិច្ចសហគមន៍ដែលគាត់ទទួលបានប្រយោជន៍អំពីឧស្សាហកម្មណាអំពីវិស័យទេសចរណាទី2ភ្នាក់ងារធ្វើដំណើរនេះភ្នាក់ងារធ្វើដំណើរមានក្រុមហ៊ុនទេសចរនានាទាំងក្រុមហ៊ុនយន្តហោះជាដើមនឹងការដឹកជញ្ជូននេះមានក្រុមហ៊ុនយានយន្តឡានឬក៏គេហៅថាប្រតិបត្តិការទេសចរភ្នាក់ងារទេសចរនេះមាន guide ហៅថាអ្នកនាំភ្ញៀវទេសចរដែលបង្ហាញពីប្រវត្តិសាស្ត្រនៅទីនេះតំបន់នេះបង្ហាញពីផ្នែកវប្បធម៌បង្ហាញពីធម្មជាតិនានាដែលមាននៅក្នុងប្រទេសមួយអញ្ចឹងមធ្យោបាយទាំងនោះគឺជាកត្តាសំខាន់ដែលជំរុញទៅដល់វិស័យទេសចរនៅក្នុងប្រទេសមួយនៅក្នុងតំបន់មួយឬក៏នៅក្នុងពិភពលោកទាំងមូលអញ្ចឹងហើយបានជាការយល់ដឹងអំពីភូមិជាចំណុចសំខាន់ជាចំណុចស្នូលក្នុងការរុញច្រានឲ្យវិស័យទេសចរឬក៏ឧស្សាហកម្មទេសចរដើរទៅមុខទន្ទឹមនឹងបើយើងផ្អែកទៅលើលក្ខខណ្ឌអាកាសធាតុក៏វាសំខាន់ផងដែរក្នុងការជំរុញទៅដល់ការធ្វើដំណើរសម្រាប់វិស័យទេសចរអញ្ចឹងថាតើពេលវេលាណាជាពេលវេលាដ៏ប្រសើរបំផុតសម្រាប់ទេសចរកម្សាន្តឧទាហរណ៍ប្រសិនបើយើងទៅតំបន់ឆ្នេរតើយើងគួរទៅពេលវេលាណារដូវវស្សាឬក៏រដូវប្រាំងអញ្ចឹងបើរដូវវស្សាយើងមិនភ្លៀងខ្លាំងភ្លៀងច្រើនតើវាល្អទេសម្រាប់ទេសចរហ្នឹងតើគោលបំណងរបស់អ្នកទេសចរទៅតំបន់ឆ្នេរនៅរដូវវស្សាយ៉ាងម៉េចគាត់ទៅមើលឆ្នេរឬក៏ទស្សនាឆ្នេរទៅងូតទឹកសមុទ្រឬយ៉ាងម៉េចខ្លះសកម្មភាពអីខ្លះដែលគាត់ធ្វើនៅកំឡុងពេលដែលគាត់ទៅដំណើរកម្សាន្តឬក៏ធ្វើទេសចរកម្សាន្តនៅតំបន់ឆ្នេរនេះទៅតំបន់ផ្សេងទៀតតំបន់ភ្នំតើទៅរដូវប្រាំងរដូវវស្សាឬរដូវណាចុងរដូវប្រាំងឬយ៉ាងម៉េចឬក៏ដើមរដូវវស្សាហើយថាតើវាមានហានិភ័យដែរឬអត់នៅពេលដែលគាត់ទៅនៅរដូវពេលវេលានេះឧទាហរណ៍ថារដូវវស្សាដើមវស្សាឬក៏ចុងវស្សាឬពាក់កណ្ដាលវស្សាដែលជំរុញទៅដល់ពេលវេលាដ៏ប្រសើរសម្រាប់ការធ្វើដំណើរកម្សាន្តទេសចរតើអ្នកនឹងឃើញនឹងមានបទពិសោធន៍អ្វីខ្លះនៅពេលអ្នកទៅដល់នោះអញ្ចឹងអ្វីដែលគេរំពឹងមានន័យថានៅពេលដែលគេដល់តំបន់ទេសចរមួយគេរំពឹងថាតើគេនឹងអាចឃើញអីខ្លះឧទាហរណ៍ថាបើខ្ញុំទៅសមុទ្រខ្ញុំនឹងឃើញអំពីតំបន់ឆ្នេរខ្សាច់ស្អាតបង្ហាញពីរចនាសម្ព័ន្ធតំបន់ឆ្នេរអាចមានប្រភេទធម្មជាតិនានាទៀតដូចកោងកាងប្រភេទផ្កាថ្មប្រភេទស្មៅសមុទ្រហើយជំរុញទៅដល់អ្នកទេសចរអាចទៅមើលផ្កាថ្មអាចទៅស្ទូចត្រីអាចទៅមើលស្មៅសមុទ្រជាដើមដែលអាចធ្វើឲ្យពួកគេមានសកម្មភាពច្រើនដែលអាចធ្វើឲ្យពួកគេមានបទពិសោធន៍ក្នុងការធ្វើដំណើរកម្សាន្តបែបទេសចរបែបហ្នឹងមួយវិញទៀតក៏វាផ្ដល់ទំនុកចិត្តដល់អ្នកដើម្បីឆ្លើយទៅនឹងសំណួរទាំងនេះនិងបំពេញតម្រូវការរបស់អ្នកធ្វើដំណើរអញ្ចឹងតម្រូវចិត្តមិនមានន័យថានៅពេលដែលយើងរៀបចំទេសចរឬក៏ការធ្វើទេសចរគឺយើងត្រូវការគិតថាតើចំណុចពីរសំខាន់ពេលវេលាណាដែលយើងត្រូវទៅជាពេលវេលាដែលល្អតើយើងរំពឹងតែឃើញអីខ្លះនៅពេលយើងទៅដល់តំបន់ទេសចរនោះអញ្ចឹងវានឹងបំពេញនៅអ្វីដែលជាសេចក្តីត្រូវការរបស់អ្នកទេសចរមួយវិញទៀតបើយើងមើលលើការលើកទឹកចិត្តឲ្យមនុស្សធ្វើដំណើរក៏ជាកត្តាសំខាន់តាមរយៈអីស្ថានភាពសេដ្ឋកិច្ចអញ្ចឹងស្ថានភាពសេដ្ឋកិច្ចបើយើងមើលទៅលើប្រវត្តិទេសចរយើងឃើញថាសម័យមុនការធ្វើដំណើររបស់មនុស្សតិចណាស់ហេតុអី
គឺការធ្វើដំណើរគឺមានតម្លៃថ្លៃហើយមួយទៀតគឺចំណាយពេលវេលាក៏ប៉ុន្តែនៅពេលដែលស្ថានភាពសេដ្ឋកិច្ចនៅក្នុងប្រទេសហ្នឹងស្ថានភាពសេដ្ឋកិច្ចរបស់ពលរដ្ឋហ្នឹងស្ថានភាពសេដ្ឋកិច្ចនៃតំបន់ផ្សេងៗតំបន់ភូមិសាស្ត្រផ្សេងៗកាន់តែមានស្ថានភាពប្រសើរនៅពេលនោះជាកត្តាមួយដែលជំរុញឲ្យមនុស្សកាន់តែធ្វើដំណើរកាន់តែច្រើនធ្វើដំណើរកាន់តែច្រើនអញ្ចឹងជំរុញទៅដល់វិស័យទេសចរក៏កាន់តែច្រើនអញ្ចឹងមានន័យថាស្ថានភាពសេដ្ឋកិច្ចកាន់តែប្រសើរធ្វើឲ្យការធ្វើដំណើរក៏កាន់តែច្រើនដែរដោយបច្ចុប្បន្នយើងឃើញថាមនុស្សមិនត្រឹមតែពួកអភិជនទេពួកអភិជនយើងដឹងហើយថាគាត់ជាអ្នកមានលុយអញ្ចឹងគាត់ធ្វើដំណើរក៏ប៉ុន្តែនាពេលបច្ចុប្បន្នពុទ្ធជនសាមញ្ញជនធម្មតាក៏គាត់ធ្វើដំណើរទេសចរដែរនៅពេលដែលសម្រាប់ពីការងារនៅពេលដែលបុណ្យទានម្ដងគឺគាត់ធ្វើដំណើរទេសចរបើទោះបីជាមិនធ្វើដំណើរទេសចរក្រៅប្រទេសក៏ធ្វើដំណើរទេសចរនៅក្នុងប្រទេសហ្នឹងដែរហើយលើសពីនេះទៀតយើងឃើញថាម៉េចលក្ខណៈភូមិសាស្ត្រផ្សេងៗក៏តាក់ទាញទេសចរដែរឬក៏ភ្ញៀវទេសចរដែរឧទាហរណ៍ដូចជាអីកពតវាមានតំបន់ទេសចរជាច្រើនអាចឡើងតំបន់ភ្នំមើលឃើញសមុទ្រទេសភាពនានាអាចទៅងូតទឹកសមុទ្រអាចទៅលេងសហគមន៍តំបន់ការពារធម្មជាតិព្រៃកោងកាងស្ទូចត្រីចាត់ត្រីអាចបោះតង់កំសាន្តអាចទៅមើលចម្ការម្រេចនៅតំបន់ប្រឡាយតេក្រឡាអញ្ចឹងជាលក្ខណៈភូមិសាស្ត្រដែលជំរុញដែលតាក់ទាញទៅដល់ភ្ញៀវទេសចរឬក៏អ្នកទេសចរទៅទស្សនាលើសពីនេះទៀតអ្វីដែលសំខាន់ទៀតគឺគមនាគមន៍អញ្ចឹងគមនាគមន៍នឹងវាចាំបាច់ណាស់សម្រាប់មនុស្សក្នុងការធ្វើដំណើរផ្លាស់ទីពីកន្លែងមួយទៅកន្លែងមួយដែលអាចទៅដល់តំបន់ហ្នឹងងាយស្រួលទាន់ពេលវេលាមិនចំណាយពេលច្រើនផ្ដល់គុណប្រយោជន៍ច្រើនសម្រាប់អ្នកទេសចរកំសាន្តនេះហើយជាចំណុចសំខាន់ដែលយើងមើលទៅលើការលើកទឹកចិត្តក្នុងការធ្វើដំណើរមិនត្រឹមតែប៉ុណ្ណឹងការធ្វើដំណើរនិងទេសចរក៏ជាចំណុចចម្បងក្នុងការជំរុញដែរដូចជាអីទីតាំងនៃកន្លែងទាំងនោះកន្លែងណាកន្លែងដែលធ្វើដំណើរហ្នឹងថាតើកន្លែងធ្វើដំណើរហ្នឹងនៅកន្លែងណាឆ្ងាយប៉ុណ្ណាសុវត្ថិភាពប៉ុណ្ណាដែលអាចជំរុញទៅឲ្យមនុស្សអាចធ្វើដំណើរបានចម្ងាយរវាងទីតាំងមួយនិងទៅទីតាំងមួយឆ្ងាយអត់តើមនុស្សអាចរៀបចំផែនការក្នុងការធ្វើដំណើរយូរអត់ឧបមាថាទៅលេងកពតព្រលឹមឡើងយើងចេញពីភ្នំពេញអញ្ចឹងយើងអាចចូលលេងកន្លែងណាខ្លះឧទាហរណ៍លងភ្ញៀវកន្លែងវត្តដែលមានរូបព្រះច្រើនហ្នឹងអាចកំសាន្តបានទៅដល់កពតលេងព្រៃកពតយប់ឡើងអាចជិះទូកកំសាន្តតាមរយៈការមើលអំពិលអំពែកជាដើមអញ្ចឹងយើងមើលទីតាំងគឺជាលក្ខណៈមួយដែលស្រូបទាញនៅអ្នកទេសចរឲ្យទៅកំសាន្តឲ្យទៅទស្សនានៅទីតាំងទាំងនោះហើយគមនាគមន៍ក៏ជាកត្តារួមផ្សំចម្បងហើយទំនាក់ទំនងគមនាគមន៍ដែលអាចធ្វើដំណើរបានរវាងទីតាំងនោះទីតាំងទាំងនោះឧទាហរណ៍បើសិនយើងមើលទីតាំងពីរនោះវាពិបាកឧទាហរណ៍ដីតែ20គីឡូជិះឡានទៅរាប់ម៉ោងអញ្ចឹងវាមិនមានជាកត្តាតាក់ទាញទេអញ្ចឹងនៅពេលដែលគមនាគមន៍ប្រសើរមានន័យថារុញច្រានឲ្យមនុស្សចាប់ផ្ដើមធ្វើដំណើររវាងពីទីតាំងមួយទៅទីតាំងមួយកាន់តែងាយអញ្ចឹងមនុស្សធ្វើដំណើរកាន់តែច្រើនអញ្ចឹងជំរុញទៅដល់ការធ្វើដំណើរធ្វើទេសចរគឺកាន់តែច្រើនផងដែរក៏ប៉ុន្តែក៏មានកត្តាឧបសគ្គខ្លះដែរអញ្ចឹងកត្តាឧបសគ្គរាំងស្ទះទៅដល់ការធ្វើដំណើរនិងការធ្វើទេសចរផងដែរដូចជាស្អីអាកាសធាតុកំណើតខ្ជាប់ខ្ជួសធ្វើឲ្យមនុស្សមិនអាចចេញធ្វើទស្សនៈបានធ្វើទេសចរបានខ្ជាប់ខ្ជួសទឹកជំនន់ធ្វើឲ្យមនុស្សមិនអាចចេញធ្វើទេសចរបានទេអញ្ចឹងវារាំងស្ទះទៅដល់កត្តាធ្វើដំណើររបស់អ្នកទេសចរ
កត្តាផ្សេងទៀតដែលវាអត់រាប់បញ្ចូលនៅក្នុងនឹងទេវាហើយក៏មិនមែនពាក់ព័ន្ធអាកាសធាតុដែរដូចបច្ចុប្បន្ននេះ COVID-19 អញ្ចឹងយើងមើល COVID ក៏ជាកត្តារាំងស្ទះទៅដល់ការធ្វើដំណើរទេសចរដែរក្នុងកលៈទេសៈដែលមានការរីករាលដាលខ្លាំងដែលអាចបង្កឲ្យមនុស្សភ័យខ្លាចមនុស្សមិនសូវហ៊ានធ្វើដំណើរទេសចរទេបាទការលើកទឹកចិត្តអ្នកទេសចរថាតើប្រភេទនៃការតាក់ទាញនឹងសកម្មភាពអ្វីខ្លះតាក់ទាញទេសចរគេតាក់ទាញសកម្មភាពអីតាក់ទាញទេសចរដូចជាធនធានទេសចរទីហោថាអ្នកទេសចរខ្លះគាត់ចូលចិត្តផ្សងព្រេងអញ្ចឹងគាត់ទៅណាទៅខេត្តមួយចំនួនដូចជាមណ្ឌលគិរីរតនគិរីអញ្ចឹងទៅដល់រតនគិរីមណ្ឌលគិរីគាត់ជួលម៉ូតូជួលអីទៅហើយជួលហ្គាយអ្នកនាំផ្លូវហ្នឹងម្នាក់ពួកគាត់ជិះម៉ូតូ3 4ម៉ូតូទៅអញ្ចឹងជិះទៅតាមតំបន់ផ្សេងនៅមណ្ឌលគិរីចូលព្រៃចូលអីទៅអញ្ចឹងគាត់ចង់ឃើញសត្វគាត់ចង់ឃើញរុក្ខជាតិដែលគាត់មិនធ្លាប់ឃើញពីមុនមកនៅប្រទេសគាត់បាទតើតំបន់ភូមិសាស្ត្រអ្វីខ្លះដែលមិនមានកន្លែងតាក់ទាញតំបន់ភូមិសាស្ត្រខ្លះដែលមានកន្លែងតាក់ទាញខ្ញុំលើកឧទាហរណ៍ដូចព្រៃវែងតើព្រៃវែងមានកន្លែងតាក់ទាញអត់ភូមិសាស្ត្រហ្នឹងតាក់ទាញកន្លែងណាខ្លះឬក៏មិនមានទេស្វាយរៀងមានកន្លែងតាក់ទាញភ្ញៀវទេសចរទៅលេងទេឃើញទេឬក៏ខេត្តផ្សេងទៀតឧទាហរណ៍ដូចអីពងចាមមានតំបន់តាក់ទាញអត់មានឬមិនមានហើយសកម្មភាពទេសចរនឹងសកម្មភាពទេសចរកន្លែងមិនតាក់ទាញហើយសកម្មភាពទេសចរអត់មានសកម្មភាពទេសចរហើយជំរុញទឹកចិត្តឲ្យមនុស្សធ្វើដំណើរទៅកន្លែងផ្សេងអញ្ចឹងមានថានៅតំបន់មួយឬខេត្តមួយវាអត់មានកន្លែងទេសចរអត់មានសកម្មភាពទេសចរអញ្ចឹងមនុស្សឬអ្នកទេសចរជំរុញចិត្តហ្នឹងទៅទេសចរតំបន់ផ្សេងហើយដោយសារអត់មានសកម្មភាពទេសចរឧទាហរណ៍ដូចស្វ័យរៀងអញ្ចឹងលើកលែងកាស៊ីណូចង់និយាយថាបើយើងមើលតំបន់ទេសចរអត់មានតំបន់ទេសចរវត្តសាស្ត្រអីច្រើនទេអត់មានវប្បធម៌អីទេហើយតំបន់ធម្មជាតិអីក៏អត់សូវមានច្រើនដែរអញ្ចឹងជំរុញឲ្យអ្នកទេសចរមិនទៅទេអញ្ចឹងទេសចរគាត់ឃើញថាតំបន់ហ្នឹងមិនមានសក្តានុពលទេអញ្ចឹងគាត់ជំរុញទឹកចិត្តទៅកន្លែងផ្សេងដែលវាសម្បូរបែបទៅលើវិស័យទេសចរនានាទាំងធម្មជាតិទាំងវប្បធម៌ទាំងប្រវត្តិសាស្ត្រជាដើមថាតើភូមិសាស្ត្របាទតំបន់ភូមិសាស្ត្រអ្វីខ្លះដែលមានការអភិវឌ្ឍកន្លែងតាក់ទាញនិងសកម្មភាពទេសចរទាំងនោះភូមិសាស្ត្រណាខ្លះអញ្ចឹងបើយើងក៏លេខមើលសម្រាប់ប្រទេសកម្ពុជាយើងតំបន់ដែលមានតាក់ទាញខ្លាំងជាងគេឬក៏អាចថាតាក់ទាញច្រើនមានដូចជាតំបន់សៀមរាបអង្គរទីក្រុងភ្នំពេញក៏ជាកត្តាខ្លះដែរពីព្រោះវាមានតំបន់ប្រវត្តិសាស្ត្រមួយចំនួនក្រុងបរសៃនុជាតំបន់ទេសភាពធម្មជាតិក្រុងកែបជាតំបន់ទេសភាពធម្មជាតិនិងបុរាណមួយចំនួនដែលភ្ញៀវទេសចរគាត់ចង់ដឹងចង់ឃើញនិងចង់ទៅទស្សនាទីហោដូចឆ្នេរសមុទ្រកម្ពុជាគឺស្រស់ស្អាតអញ្ចឹងគេឃើញស្រស់ស្អាតតើស្រស់ស្អាតយ៉ាងម៉េចអញ្ចឹងគេចង់ទៅទស្សនាហើយតើសកម្មភាពស្អីខ្លះដែលគេអាចធ្វើនៅកំឡុងពេលទៅទស្សនាបែបហ្នឹងទីហោដូចជិះកង់កំសាន្តមានផ្លូវជិះកង់បាទមានកន្លែងងូតទឹកមានកន្លែងមើលផ្កាថ្មមានកន្លែងស្ទូចត្រីជាដើមសុទ្ធតែជាសកម្មភាពចាំបាច់សកម្មភាពសំខាន់សម្រាប់ទេសចរនេះអញ្ចឹងអាហ្នឹងជាកន្លែងដែលបង្ហាញពីប្រជាប្រិយភាពកន្លែងដែលមានហៅថា popular ហ្នឹងគឺប្រជាប្រិយភាពខ្លាំងដែលជំរុញឲ្យភ្ញៀវទេសចរគាត់ទៅទស្សនាទន្ទឹមហ្នឹងក៏មានកត្តាអវិជ្ជមានខ្លះណាយើងមើលតើកត្តាអវិជ្ជមានអ្វីខ្លះរួមមានអាកាសធាតុមិនល្អដូចខ្ញុំបញ្ជាក់ខាងដើមថាភ្លៀងខ្លាំងពេកបាទចម្ងាយផ្លូវនឹងវាឆ្ងាយពេកឬកង្វះបណ្ដាញគមនាគមន៍ពិបាកទៅដល់ហានិភ័យអាចថាមិនសូវជាមានសុវត្ថិភាពអញ្ចឹងកត្តាទាំងអស់ហ្នឹងរារាំងឬក៏អាចការពារតំបន់ដោយមានធនធានទេសចរល្អប្រសើរពីគោលដៅទេសចរដ៏មានប្រជាប្រិយភាពអញ្ចឹងវាអាចការពារនៅធនធានទាំងហ្នឹងបានលុះលកឹកណាឬក៏លុះត្រាតែលក្ខខណ្ឌនៃអំណោយផលពីធម្មជាតិគមនាគមន៍ក៏ប្រសើរហានិភ័យក៏មិនមានអញ្ចឹងធ្វើឲ្យភ្ញៀវទេសចរហ្នឹងគឺកាន់តែទៅទស្សនានៅហ្នឹងហើយអញ្ចឹងជាកត្តាមួយជំរុញផងដែរហើយតើទុនធានអ្វីខ្លះផ្ដល់គោលដៅ
ណាផ្ដល់គោលដៅទេសចរគ្រប់ពេលនិងគ្រប់ពេលពេញមួយឆ្នាំធនធាននេះខ្លះគ្រប់ពេលពេញមួយឆ្នាំសម្រាប់ការលំហែកាយឬសកម្មភាពទេសចរអញ្ចឹងបើសិនយើងមើលដូចជាធនធានបែបវប្បធម៌នៅសៀមរាបវាផ្ដល់គោលដៅទេសចរគ្រប់ពេលវេលាពេញមួយឆ្នាំគាត់ចង់ទៅទស្សនានៅរដូវកាលណាក៏បានបាទរដូវកាលណាក៏បានប្រាំងក៏បានវស្សាក៏បានវាអាស្រ័យទៅលើទេសចរហើយមិនត្រឹមតែប៉ុណ្ណឹងក៏មានសកម្មភាពទេសចរផ្សេងទៀតដែរដូចជាអីដូចជារត់ពាក់កណ្ដាលម៉ារ៉ាតុងដែលជាសកម្មភាពទេសចរចាំបាច់ដូចជាអង្គរសង្ក្រាន្តដែលរៀបចំកាលពីប្រហែលឆ្នាំមុននោះណាដែលយើងឃើញមុនកើតកូវីដនេះបាទអង្គរសង្ក្រាន្តឬក៏ដូចជាភ្នំពេញពេលបុណ្យអុំទូកបុណ្យអីជាដើមនេះសុទ្ធតែជាសកម្មភាពទេសចរឬសកម្មភាពសំខាន់ជំរុញទៅដល់វិស័យទេសចរនេះវិស័យទេសចរនេះបាទការផ្ដល់ព័ត៌មានអញ្ចឹងបើយើងមើលការផ្ដល់ព័ត៌មាននេះក៏ជាកត្តាចាំបាច់ដែរអញ្ចឹងការផ្ដល់ព័ត៌មាននេះតាមរយៈការផ្ដល់ដំបូន្មានដល់អ្នកទេសចរចំពោះការវិតម្លៃនិងជំរឿនគោលដៅមានន័យថាប្រសិនបើគាត់ទៅតំបន់ណាមួយតើគាត់គួរទៅកន្លែងណាតើគាត់គួរទៅកន្លែងណាគួរទៅលេងកន្លែងនេះហើយបន្ទាប់មកទៅកន្លែងនេះបន្ទាប់មកទៅកន្លែងនេះទៀតហើយកន្លែងនេះវាមានសុវត្ថិភាពកម្រិតណាអញ្ចឹងគឺការផ្ដល់ព័ត៌មានចាំបាច់ហើយសួរថាផ្ដល់ព័ត៌មានតាមរយៈអីខ្លះវាមានវិធីច្រើននៃការផ្ដល់ព័ត៌មានអាចផ្ដល់ព័ត៌មានដោយផ្ទាល់អាចផ្ដល់ព័ត៌មានតាមរយៈវិទ្យុតាមរយៈទូរទស្សន៍តាមរយៈសៀវភៅសៀវភៅ guide ហើយសៀវភៅផ្ដល់ព័ត៌មានអំពីទេសចរតាមរយៈ brochure ជាกระดาษផ្ដល់ព័ត៌មានតាមរយៈភ្នាក់ងារដែលផ្ទាល់ហ្នឹងគឺជួបមនុស្សជួបភ្នាក់ងារដែលផ្ដល់ព័ត៌មានឯងឬក៏តាមរយៈភ្នាក់ងារទេសចរក្រុមហ៊ុននេះជាដើមក្នុងការផ្សព្វផ្សាយអំពីតំបន់ទេសចរអញ្ចឹងជំរើសទេសចរហើយជំរើសហ្នឹងគឺផ្អែកទៅលើតម្រូវការលក្ខណៈនិងធនធានគោលដៅទេសចរហ្នឹងថាតើគោលដៅទេសចរនៅកន្លែងហ្នឹងមានស្អីខ្លះសម្រាប់ភ្ញៀវទេសចរគាត់ទៅទស្សនាឧទាហរណ៍ថាភ្ញៀវទេសចរគាត់ចូលចិត្តមើលលក្ខណៈបែបប្រពៃណីបែបសាសនាបែបវប្បធម៌អញ្ចឹងប្រកាសជាគាត់ចង់ទៅទស្សនានៅគោលដៅសៀមរាបហើយដែលមានលក្ខណៈទាំងអស់ហ្នឹងអាចមើលអំពីទិដ្ឋភាពការរស់នៅរបស់មនុស្សសម័យបច្ចុប្បន្នហើយមកធ្វើការប្រៀបធៀបអំពីទិដ្ឋភាពនៃមនុស្សរស់កាលពីសម័យអង្គរតាមរយៈចម្លាក់នានាដែលបង្ហាញអំពីសកម្មភាពនានានៅសម័យនោះចំណុចទី2យើងនិយាយពីការផ្ដល់ដំបូន្មានដល់អ្នកទេសចរអំពីសុវត្ថិភាពណាពីសុវត្ថិភាពថាបើអ្នកទៅលេងកន្លែងនេះអាចនឹងមានបញ្ហាសុវត្ថិភាពចឹងទៅសុវត្ថិភាពឧទាហរណ៍ថាមានសត្វមានអីឬក៏មានសកម្មភាពខ្លះដែលបង្កជាភាពអសន្តិសុខអសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរហើយនឹងសុខភាពធ្វើដំណើរនេះសុខភាពដល់ធ្វើដំណើរមានថាផ្ដល់នៅថ្នាំសង្កូវផ្ដល់នៅអ្នកឯងធ្វើដំណើរត្រូវមានថ្នាំសង្កូវទៅជាមួយជាដើមនៅពេលខណៈដែលអ្នកឯងឈឺស្កាត់មុំអាចប្រើប្រាស់ថ្នាំហ្នឹងអញ្ចឹងវាផ្អែកទៅលើអីផ្អែកទៅលើការកំណត់អំពីហានិភ័យហ្នឹងថាតើហានិភ័យកម្រិតណាអាចមានបញ្ហាអីអញ្ចឹងគឺការផ្ដល់ព័ត៌មានគឺជារឿងសំខាន់ក្នុងការជួយទៅដល់អ្នកទេសចរមួយទៀតកំណត់និងអភិវឌ្ឍធនធានទេសចរអញ្ចឹងគួរតែអភិវឌ្ឍធនធានទេសចរអីខ្លះនៅគោលដៅណានិងផលិតផលទេសចរអញ្ចឹងផ្អែកលើតម្រូវការរបស់អ្នកទេសចរហើយមានតម្រូវការមួយឧទាហរណ៍ថាអ្នកទេសចរមួយចំនួនធំគាត់ចង់ទៅទស្សនាតំបន់ទេសចរបែបធម្មជាតិអញ្ចឹងការរុករកការអភិវឌ្ឍនេះតំបន់ទេសចរទាំងហ្នឹងគឺចាំបាច់រួមមាននឹងការអភិវឌ្ឍអីការអភិវឌ្ឍនៅធនធាននៅទីនោះឧទាហរណ៍ដូចជា home stay ផ្ទះស្នាក់ទេសចរបាទអាហារសម្រាប់ភ្ញៀវទេសចរក្នុងតំបន់ដែលពិបាកមានការផ្គត់ផ្គង់អាហារដោយសាធារណជនចឹងនេះគឺជាការចាំបាច់មួយទៀតគឺការកំណត់អតិភិបណាការធ្វើផែនការនិងការផ្ដល់នៅហេដ្ឋារចនាសម្ព័ន្ធនិងសេវាកម្មដឹកជញ្ជូនអញ្ចឹងអតិភិបថាតើស្អីជាអតិភិបថាការធ្វើផែនការក្នុងការផ្ដល់នៅហេដ្ឋារចនាសម្ព័ន្ធសេវាដឹកជញ្ជូនផ្អែកទៅលើការផ្លាស់ទីរបស់មនុស្សឧទាហរណ៍ថាកំណត់អតិភិបឲ្យឯងត្រូវទៅធ្វើដំណើរទៅនេះមុនទៅលេងកន្លែងនេះមុនមាននេះហើយយើងពិសាបាយទីនេះយើងស្នាក់នៅកន្លែងនេះបន្ទាប់មកយើងទៅកន្លែងនេះទៀតណា
យើងគេនិយមស្អែកឡើងយើងទៅនេះអញ្ចឹងគឺជាការធ្វើផែនការគឺជាកត្តាសំខាន់ហើយនឹងការផ្ដល់សេវាហេដ្ឋារចនាសម្ព័ន្ធណាផ្ដល់នៅសេវាដឹកជញ្ជូនគឺមានរថយន្តមានម៉ូតូឬក៏តុកតុកជាដើមឬក៏វិធីសាស្ត្រផ្សេងទៀតឡានណាឡានទេសចរអីជាដើមនោះសុទ្ធតែជាមធ្យោបាយដឹកជញ្ជូនចម្បងក្នុងការធ្វើឲ្យអ្នកទេសចរនឹងអាចផ្លាស់ទីបានដោយងាយដោយចំណេញពេលវេលាដំណឹងក៏យើងពាក់ព័ន្ធការរៀបចំផែនការទេសចរប្រកបដោយប្រសិទ្ធភាពប្រកបដោយប្រសិទ្ធភាពមានថាយើងមិនចំណាយពេលវេលាច្រើនមិនចំណាយថវិកាច្រើនណាហើយមានយុទ្ធសាស្ត្រច្បាស់លាស់ក្នុងការកំណត់គោលដៅដោយផ្អែកទៅលើអីផ្អែកទៅលើការលើកទឹកចិត្តទេសចរគំរូទេសចរណាលើកទឹកចិត្តទេសចរមានន័យថាយើងលើកទឹកចិត្តឲ្យគាត់តាមរយៈគាត់ឯងទៅនេះមានការរៀបចំប្រសើរហើយអ្នកឯងមិនចំណាយច្រើនទេអ្នកឯងមិនចំណាយពេលវេលាច្រើនទេមិនចំណាយថវិកាច្រើនទេណាហើយយើងមានការកំណត់ច្បាស់លាស់ក្នុងការទៅទស្សនារយៈពេលប្រមាណហើយស្នាក់ណាគឺមានសមត្ថភាពហើយការផ្ដល់ឲ្យនឹងការធ្វើឲ្យប្រកបអំពីនិរន្តរភាពនៃការអភិវឌ្ឍទេសចរមានន័យថាម៉េចមានថាធ្វើឲ្យវិស័យទេសចរនៅកន្លែងហ្នឹងវាមានភាពយូរអង្វែងណាភាពយូរអង្វែងណាដោយផ្អែកទៅលើផលប៉ះពាល់យើងនិយាយដូចខ្ញុំបញ្ជាក់ខាងដើមថាផលប៉ះពាល់វិជ្ជមានគឺបានគុណប្រយោជន៍ណាបានជួយចម្រើនជួយជំរុញទៅដល់សេដ្ឋកិច្ចនៅតំបន់ហ្នឹងឧទាហរណ៍បើសិនសហគមន៍ទេសចរបែបសហគមន៍ជំរុញដល់សេដ្ឋកិច្ចសហគមន៍ផ្ដល់ថវិកាសហគមន៍ណាប្រជាជននៅក្នុងសហគមន៍ហ្នឹងគាត់រីកចម្រើនសេដ្ឋកិច្ចឃើញទេហើយក៏ថាតើទេសចរហ្នឹងវាអាចងាយរងគ្រោះអត់ហើយតំបន់អភិវឌ្ឍនិងសកម្មភាពទេសចរហ្នឹងយ៉ាងម៉េចដែរអញ្ចឹងឲ្យប្រកាសថានៅពេលដែលយើងធ្វើទេសចរនិងការអភិវឌ្ឍទេសចរហ្នឹងបាទមិនប៉ះពាល់ទៅដល់នេះមិនប៉ះពាល់ទៅដល់សេដ្ឋកិច្ចសហគមន៍ណាមិនប៉ះពាល់ទៅដល់ការអភិវឌ្ឍសង្គមរបស់ខ្លួននិងមិនប៉ះពាល់ទៅដល់ការរស់នៅរបស់ប្រជាជននៅទីនោះបាទអរគុណសម្រាប់នេះ